บសួរបងប្អូនពុកម៉ែទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងគ្រួសារយើងបើកឡានពីរដ្ឋ Chicago ទៅលេងយាយនៅរដ្ឋ Pennsylvania យាយខាងប្រពន្ធខ្ញុំជាជាង9ម៉ោងបើកឡានហើយហ្នឹងហើយសកម្មបងប្អូនរីករាយទស្សនាវីដេអូសកម្មភាពផ្សេងៗដែលយើងធ្វើនៅផ្ទះយាយនិងទេសភាពដ៏ស្រស់ស្អាតនៅផ្ទះយាយនៅចំការមានដើមឈើច្រើននិងធម្មជាតិច្រើននៅចង្ហៀងផ្ទះយាយគាត់មានដើមផ្លែប៉ោមហើយឆ្នាំនេះវាអត់សូវមានផ្លែឆ្នាំមុនផ្លែច្រើនហើយឆ្នាំនេះមានផ្លែខ្លះនៅសល់អញ្ចឹងខ្ញុំយកកូនមកឲ្យគាត់ផ្លែប៉ោមលេងនៅផ្ទះយាយហ្នឹងហើយរត់លេងជុំវិញផ្ទះយាយដែលសារផ្ទះយាយមានទីធ្លាធំមានស្មៅច្រើនហើយស្អាតមែនទែនហើយដើមឈើច្រើនធំនៅជុំវិញផ្ទះគាត់នេះជាយាយខាងប្រពន្ធខ្ញុំហ្នឹងអាយុ85ជាងហើយលើ80ជាងហើយខ្ញុំកាត់ដើមផ្លែប៉ោមលិះមេឃទៅគាត់នៅបើកអាគោយន្តដឹកអាមេឃដែលខ្ញុំកាត់ផ្លែប៉ោមដែលអត់ប្រយោជន៍ហ្នឹងមើលអាយុ85ជាងហើយនៅបើកគោយន្តឲ្យរំភើយឥឡូវនេះយើងកំពុងជិះឡានទៅចំការចដូនមួយនៅម្ខាងទៀតគាត់មានចំការផ្លែប៉ោមចំការគេហៅ grape ហ្នឹងគេហៅជាផ្លែពាំងបាយជូរច្រើនហើយយើងទៅចំការចដូនមួយដើម្បីឲ្យកូនខ្ញុំគាត់បេះផ្លែប៉ោមលេងការផ្លែប៉ោមបងប្អូនខាងយាយយកកូនមកបេះផ្លែប៉ោមបងប្អូននេះជាការចដូនមួយហើយគាត់ដាំផ្លែប៉ោមគាត់បេះអស់ខ្លះហើយក៏នៅខ្លះហើយអានេះពណ៌លឿងលឿងនេះជាឆ្ងាញ់តាហើយវាបេះនេះGo up and put it here. Let me see. Whoa, that's a big one, Jay. Like palm, come up, come up. Go for the big one. There's a big one down there. There's a big one. Get this big one. Yeah, that's two big one right there. Go get it. Two big one. Okay, thank you. Take the ones that look like they're ready. Here, con nè, mở cháo nè, thấy không? Con cháo này. Nhìn sao là apple con. Đây chia lực mở apple. Play palm con. Bé con bé, bé tiệt, the big one, you are thom. Bé thom. Đúng rồi. That one is ready. Yeah, pick it. Show me that one. Yeah. ផ្លែចង់បាក់មេឃផ្លែមើលផ្លែđóនេះផ្លែផ្លែប៉ោមមួយកូននេះកូននេះ Can you pick that one pick it with your hand pick it with your hand
down. You don't Oh, I'm alright. ផ្លែប៉ោមមកហើយពុកព្រោះហ្នឹង Yeah. មើល Yeah. Like those palm. are pretty. ការប៉ុណ្ណានៃផ្លែដែរផ្លែមកមកមួយនេះអ៊ំហ៎ Pretty one. What's going on? ហ្នឹង Bravo. Where's the kid? Nice one. Ben lên đây. Ben play đó. Put a couple more in there. We'll have a full. ក្រោយពេលយើងត្រឡប់មកពីបេះផ្លែប៉ោមនៅចំការជីដូនមួយវិញយើងបានទៅលេងទឹកធ្លាក់មួយនៅជាប់ផ្ទះយាយនៅខាងជាងផ្ទះយាយហ្នឹងមានទឹកដូចជាទឹកអូរឬទឹកធ្លាក់មកពីដូចជាភ្នំនៅខាងលើហ្នឹងហើយសម្រាប់ពេលវេលាហ្នឹងសប្បាយដោយសារកូនខ្ញុំក៏ជួយចិត្តលេងនៅខាងក្រៅនៅធម្មជាតិជាមួយនឹងធម្មជាតិច្រើនហើយសម្រាប់ខ្ញុំនិងប្រពន្ធខ្ញុំយើងទាំងពីរនាក់ឲ្យតម្លៃកូនភាគច្រើនយើងចង់ឲ្យពួកគាត់ចំណាយពេលនៅខាងក្រៅជាមួយនឹងធម្មជាតិឲ្យបានច្រើនទទួលពន្លឺព្រះអាទិត្យឲ្យបានច្រើនហើយឲ្យដើម្បីឲ្យគាត់លូតលាស់ឡើងចូលចិត្តធ្វើអ្វីនៅខាងក្រៅនៅក្នុងជីវិតគាត់ទាក់ទងជាមួយនឹងធម្មជាតិហ្នឹងហើយសារនៅស្រុកអាមេរិកនេះភាគច្រើនក្មេងៗគេនៅតែក្នុងផ្ទះគេលេងទូរស័ព្ទច្រើនគេអត់សូវចំណាយពេលនៅខាងក្រៅធម្មជាតិណាទោះបីជាមានដូចជាកន្លែងធម្មជាតិច្រើនដែលមនុស្សឬក្មេងៗគេអាចទៅលេងបានស្អាតហ្នឹងតែហើយពិសេសរដូវរងាបើសិនរដូវរងាក្មេងៗភាគច្រើនអត់ចូលចិត្តមកខាងក្រៅអញ្ចឹងខ្ញុំនឹងប្រពន្ធជាមឲ្យកូនចូលចិត្តលេងនៅខាងក្រៅហើយហ្នឹងហើយចង់បណ្ដោះគាត់ទៅហើយតែគាត់នៅទូចទៅដើម្បីធំទៅគាត់រៀនចូលចិត្តធម្មជាតិនៅខាងក្រៅហើយជីវិតបែបនេះវាសប្បាយហើយស្រស់ស្រាយ Good job, Dad. ហើយនៅបញ្ចប់នៅថ្ងៃយើង Yeah, don't touch it. ធ្វើសកម្មភាពផ្សេងៗហ្នឹងយើងបានដុតភ្នក់ភ្លើងលេងជុំគ្នានៅខាងក្រៅផ្ទះយាយដុតអាមេឈើចាស់ៗដែលងាប់បាក់ជុំវិញផ្ទះហ្នឹង Too close to the fire, ហើយ guys. យើង Move it a អង្គុយ bit. ជុំវិញគប់ភ្លើងលេងជាមួយពូជាមួយយាយជាមួយកូននិងចដូនមួយប្រពន្ធខ្ញុំនៅខាងក្រៅផ្ទះហើយយើងមើលព្រះច័ន្ទនៅពេលយប់ហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ចូលរួមទស្សនាវីដេអូខ្ញុំពីដំបូងរហូតដល់ចប់ហើយនេះគ្រាន់តែជាជីវិតបទពិសោធន៍ខ្លះៗដែលជាជនជាតិខ្មែរកើតនៅស្រុកខ្មែរធំធាត់នៅស្រុកខ្មែរហើយទើបតែមករស់នៅស្រុកអាមេរិករយៈពេលប្រហែលឆ្នាំនេះជាមួយនឹងប្រពន្ធជាជនជាតិអាមេរិកហើយមានកូនប្រុស2នាក់ហើយហ្នឹងហើយញ៉ាំបៀលេងបៀនៅស្រុកអាមេរិកឆ្ងាញ់តាអរគុណសម្រាប់ចូលរួមទស្សនាហើយសូមទាំងអស់គ្នាមានសុខភាពល្អជោគជ័យនៅក្នុងជីវិត